29របៀបកណនារូបមន្តតាមលក្ខខណ្ឌយើងមានតារាងបញ្ជីឈ្មោះសិស្សមួយដែលត្រូវចាត់ចំណាត់ថ្នាក់និងដាក់និទេសឲ្យពួកគេទៅតាមលក្ខខណ្ឌមធ្យមភាគដូចមានក្នុងតារាងមួយនេះទី1ចុចនៅលើសេល 8 រួចសរសេររូបមន្តបូកសរុបហើយចុច Enter ទី2សរសេររូបមន្តមធ្យមភាគនៅក្នុងសេល N3 បន្ទាប់មកចុច Enter ទី3សរសេររូបមន្តចំណាត់ថ្នាក់នៅក្នុងសេល O3 ស្មើរែងរួចចុច F4 ហើយចុច Enter ទី4សរសេររូបមន្តនិទេសដូចតទៅប្រសិនបើមធ្យមភាគធំជាងស្មើ9ឲ្យចេញលទ្ធផលល្អណាស់ប្រសិនបើមធ្យមភាគធំជាងស្មើ8ឲ្យចេញលទ្ធផលល្អប្រសិនបើមធ្យមភាគធំជាងស្មើ7ឲ្យចេញលទ្ធផលបង្គួរប្រសិនបើមធ្យមភាគធំជាងឬស្មើ5ឲ្យចេញលទ្ធផលមធ្យមប្រសិនបើមធ្យមភាគតូចជាងឬស្មើ5ឲ្យចេញលទ្ធផលខ្សោយចំណាំបើយើងបើកវងក្រចកប៉ុន្មានដងគឺត្រូវបិទប៉ុណ្ណោះវិញដែរក្រោយពីសរសេររូបមន្តហើយយើងនឹងទទួលបានលទ្ធផលដូចក្នុងតារាងមួយនេះ